ភាគទី12ហៅប៉ាទៅកូនពេលបានឮសំឡេងក្រេះក្រោតនៅត្រង់ទ្វារអេរ៉ុនក៏រត់ទៅរកហើយក៏ឃើញថាអ្នកណាជាអ្នកបើកទ្វារក៏ត្រដាងដៃនឹងសួរដោយទឹកមុខញញឹមអ៊ំប្រាស់មកហើយឬបាទមកហើយអេរ៉ានដាក់កាបូបឯកសារចុះហើយលើកដៃដែលយកអាល់អិតដែលហក់មករកនិងលើក3អបរិតគេធ្វើជាបញ្ចេញសំឡេងប្រាប់ថាធ្ងន់និងញញឹមប្រព្រេដែលយូរម្ដងបង្ហាញឲ្យឃើញនៅមុខរបស់អ្នកដែលមានឈ្មោះថាសអក្រោះពេលដែលសួរគុណប្រុសមើលថ្ងៃនេះអេរ៉ុនយ៉ាងម៉េចដែរអេរ៉ានសួរពេល3កូនប្រុសដើរទៅរកសាឡុងដែលពេលនេះសុទ្ធតែជារបស់លេងនេះជារឿងមួយដែលប្លែកថ្មីនៅក្នុងជីវិតរបស់ Eden Edison ក្នុងផ្ទះរបស់គេមិនធ្លាប់ឲ្យអារម្មណ៍មានសកម្មភាពបែបនេះគេមិនធ្លាប់បណ្ដាលខ្លួនឯងមានសង្ឃឹមថានឹងមានផ្ទះគួរឲ្យរស់នៅបែបនេះកូនប្រុសគួរឲ្យស្រឡាញ់បែបនេះឬមានក្តីសុខបែបនេះប៉ុន្តែមួយខែកន្លងមកហើយដែល Aaron ចូលមករស់នៅទីនេះជីវិតដ៏សោកអាក្រក់របស់គេក៏លែងដូចមុនកូននាំមកនៅជីវិតនិងក្តីសង្ឃឹមមកឲ្យគេម្ដងទាំងដែលគេធ្លាប់គិតថាខ្លួនឯងអស់សង្ឃឹមទៅហើយAaron ញញឹមប្រព្រឹត្តដាក់សំណួររបស់អ្នកដែលគេហៅថាអ៊ំប្រុសហើយនិយាយឡើងដែលកាត់ឡើងនៅថ្ងៃនេះឲ្យស្ដាប់ដូចជាធ្វើរឿងជារៀងរាល់ថ្ងៃខ្ញុំចេញទៅខាងក្រៅជាមួយម៉ាក់អញ្ចឹងឬទៅកន្លែងណាខ្លះគេសួរដើម្បីរំញោចឲ្យកូនប្រុសនិយាយបន្តទាំងដែលដឹងច្បាស់ហើយថាពីអ្នកម្ដាយកូនទៅធ្វើស្អីនៅណាខ្លះក្នុងមួយថ្ងៃព្រោះពួកនាងមិនធ្លាប់នៅឆ្ងាយពីភ្នែករបស់គេសូម្បីតែម្ដងប៉ុន្តែព្រោះកូនប្រុសរបស់គេមិនមែនជាមនុស្សដែលចូលចិត្តនិយាយស្ដីប្រប៉ែប្រប៉ោយការដែលកូនទុកចិត្តនិងផ្ដោតភាពស្និទ្ធស្នាលឲ្យគេជាពិសេសចាត់ទុកថាវាពិសេសណាស់ទៅហើយទើបចំណុចនេះធ្វើឲ្យ Aaron មានមោទនភាពនឹងកាន់តែស្រឡាញ់កូនប្រុសដែលទើបតែដឹងថាមានខ្លាំងប៉ះទៅពេលវេលាដែលគេមិនធ្លាប់បានចិញ្ចឹមមើលថែទៅរកលោកតាលោកយាយអលអិតនិយាយតាមឪពុកបញ្ចោអូគេងក់ក្បាលឆ្ងក់ហើយបបួលនិយាយបន្តចាស់លោកតាលោកយាយយ៉ាងម៉េចដែរពួកគាត់មិនសូវស្រួលខ្លួននិយាយដល់ត្រង់នោះអលអិតក៏ធ្វើមុខតាដែលច្បាស់ជាត្រាប់តាមម្ដាយម៉ាក់ប្រាប់ថាយើងត្រូវទៅសួរសុខទុក្ខពួកគាត់ញឹកញាប់ប៉ាប៉ាណែតក៏ប្រាប់ដែរថាតាមពិតទៅម៉ាក់និងខ្ញុំមិនគួរនៅទីនេះឈ្មោះរបស់មនុស្សម្នាក់ធ្វើឲ្យ Eden ចង់ចិញ្ចើមដោយការមិនពេញចិត្តនឹងកាន់តែមិនពេញចិត្តចំពោះសំណួររបស់កូនប្រុសប៉ាប៉ាណែតប្រាប់ថាម៉ាក់គួរតែរៀបការជាមួយប៉ាប៉ាបានហើយរៀបការគឺស្អីទៅអ៊ំប្រុសEden ទៅជាឧត្តមកនឹងសំណួររបស់កូននេះជាលើកដំបូងដែលគេមិនដឹងឆ្លើយសំណួរនោះដោយរបៀបណាថាពិបាកក៏ពិបាកថាស្រួលក៏ស្រួលតែបែរជាមានអារម្មណ៍ពិបាកព្រោះពេលនេះគេមិនដឹងអធិប្បាយឲ្យកូនប្រុសវ័យ4ឆ្នាំបែបណាចំពោះអ្វីដែលកូនសួរព្រោះគេដឹងច្បាស់ថាសំណួរទាំងនេះមិនចាប់ត្រឹមគេចម្លើយរបស់គេអាចនឹងដឹងដល់ទៅជាតិរបស់ម្ដាយរបស់កូនពេលពិចារណានឹងជ្រើសរើសពីអធិប្បាយដែលអាចធ្វើឲ្យកូនប្រុសយល់បានគេក៏ឆ្លើយសំណួរភ្លាមរៀបការគឺជាការដែលមនុស្សពីរនាក់មានកិច្ចព្រមព្រៀងក្នុងការរស់នៅជាមួយគ្នាដោយអ៊ំប្រុសនិងម៉ាក់ដែលរស់នៅជាមួយគ្នាឬសំណួរត្បល់បំភ្លឺឡើងភ្លាមបង្ហាញឲ្យឃើញពីភាពឆ្លេតឆ្លាតរបស់កូនប្រុសដែលធ្វើឲ្យឪពុកមានមោទនភាពទាំងខ្នាញ់នឹកចង់តែខាំធ្ពរមិនហើយគេងក់ក្បាលដោយអ៊ំនិងម៉ាក់នៅជាមួយគ្នាដើម្បីអេរ៉ុននឹងអីអូអាល់អិតងក់ក្បាលយល់ខណៈដែរអេដែនទៅជាលួចដកដង្ហើមធំធូរទ្រង់ដែលកូនមិនបានដេញដោលទៀតអេរ៉ុនបានអ៊ំប្រុសអេដែនមើលមុខដែលដូចគ្នាបេះបិទមិនថាជាចិញ្ចើមមាត់ចកាតម្រង់មុខសំបីតែពណ៌ភ្នែកគេកាត់រឿងនេះយូរមកហើយថ្ងៃនេះក៏ខ្លាំងក្លាជាងរាល់ដងគេរារែនឹងនិយាយមិនដឹងថាសំគូទេប៉ុន្តែគេចង់ឲ្យលឺបានម្ដងបន្ទាប់ពីអេរ៉ុនគិតយ៉ាងយូរក៏លើកដៃចាប់មុខរបស់គេដោយការសង្ស័យថាគេអាចឈឺទើបអេដែនព្រមនិយាយអ្វីដែលចង់និយាយបន្ទាប់ពីអេរ៉ុនគិតយ៉ាងយូរក៏លើកដៃចាប់មុខរបស់គេដោយការសង្ស័យថាគេអាចឈឺទើបអេដែនព្រមនិយាយអ្វីដែលចង់និយាយហៅអ៊ំថាប៉ាម្ដងបានទេទិញចាំរបស់អាឡអិតជ្រុញជួរគ្នាភ្លាមបបោមកក៏ខ្ជាប់ណែនដោយការតែមនុស្សយើងមានប៉ាប៉ាតែម្នាក់តាអាឡអិតសួរហើយខ្ញុំក៏មានប៉ាប៉ាអ្នកដែរអាឡអិតនិយាយដូចចង់សុំការប្រឹក្សាដែលសម្ដីនោះធ្វើឲ្យឪពុកប៉ាត់ប្រកាសដូចជាគេអួលដើមកបើសន្មតថាអ៊ំទៅវិញគឺជាប៉ាប៉ាអេដែននិយាយទាំងរីរែនឹងគ្មានទំនុកចិត្តហើយប៉ាប៉ាណែតជាអ្នកអតីតអេរ៉ុនហៅអ៊ំថាប៉ាប៉ាបានទេខ្ញុំអាឡអិតនៅតែចង់ចិញ្ចើមរឿងនេះជារឿងធំនិងពិបាកសម្រាប់ចិត្តខ្ញុំទៅសួរម៉ាក់សិនខ្ញុំនឹងមិនដឹងអាឡអិតសារភាពតាមត្រង់នឹងនៅតែងឿឆ្ងល់ថាតាមពិតទៅគេមានប៉ាប៉ាណែតជាប៉ាប៉ាហើយតាមិនចាំបាច់ត្រូវមានប៉ាប៉ាម្នាក់ពេលឃើញកូនប្រុសមានទឹកមុខតានតឹងបែបនេះអេដែនក៏ញញឹមទាំងជូរចត់ដើម្បីកែខៃស្ថានភាពទោះក្នុងចិត្តក្តៅក្រហាយនឹងបើណាដែលធ្វើឲ្យមានរឿងស្មុគស្មាញកាត់ឡើងបែបនេះកុំស្ត្រេសអីកុំជ្រុងចិញ្ចើមមិនត្រឹមតែនិយាយទេនៅប្រើម្រាមដៃឆ្លីប្រជុំចិញ្ចើមរបស់កូនថ្នមទៀតផងទើបអេរ៉ុនព្រមធ្វើតាមអ្វីដែលគេប្រាប់ហើយឈប់គិតពីរឿងនេះបាទប៉ុន្តែទោះបែបណាក៏ដោយកូនប្រុសមានទឹកមុខសប្បាយចិត្តគ្មានសម្ពាធដូចបាញ់មិញគេក៏អត់តវ៉ាដោយមានសង្ឃឹមមិនមែនតែអ៊ំគិតថាយ៉ាងណាអេរ៉ុនគួរហៅអ៊ំថាប៉ាព្រោះអ្នកដែលរៀបការជាមួយម៉ាក់គឺជាប៉ារបស់អេរ៉ុនអេរ៉ុនព្យាយាមប្រាប់ហេតុផលគេអាចប្រាប់ការប៉ັດភ្លាមដល់កូនមិនបានប៉ុន្តែគេអាចព្យាយាមបញ្យល់កូនពេលធំឡើងគេគិតថាគេនឹងព្យាយាមអធិប្បាយការប៉ັດឲ្យកូនបានស្ដាប់ថាគេទៅវិញទេដែលជាប៉ាបង្កើតចំណែកណាថាគ្រាន់ជាប៉ាធေါ်ប៉ុណ្ណឹងអញ្ចឹងមានន័យថាអ៊ំជាប៉ារបស់ខ្ញុំឬមែនហើយអ៊ំជាប៉ារបស់អេរ៉ុនសំណួរនោះធ្វើឲ្យអេរ៉ុនឆក់ឱកាសប្រាប់ភ្លាមចាប់ពីពេលនេះប៉ានឹងហៅខ្លួនឯងថាប៉ាហៅអេរ៉ុនហៅប៉ាថាប៉ាបានហើយកូនអាឡអិតឌីរ៉េនេះហើយដែលធ្វើឲ្យបេះដូងមហាស្ថិវ័យក្មេងលោកឌុដាក់ត្រូវសួរបញ្ជាក់ម្ដងទៀត
បានមែនទេអូខេអាលអិតងក់ក្បាលហើយធ្វើអេដេនសប្បាយចិត្តជាខ្លាំងស្រវាទាញកូនប្រុសមករត់ពូកែណាស់ចាំប៉ានាំទៅទិញរបស់លេងថ្មីល្អទេល្អអាលអិតស្រែកក្តាញ់ក្តាញ់ដោយការសប្បាយចិត្តហើយហៅប៉ាតាមដែលគេត្រូវការម្ដងហើយម្ដងទៀតដែលធ្វើឲ្យបេះដូងរបស់ឪពុករីកមាឌនិងមានក្តីសុខបែបដែលមិនធ្លាប់ទទួលខ្ញុំមិនយល់ថាម៉េចក៏ម៉ាក់ឲ្យព័ត៌មានបែបហ្នឹងអេដេនតាក់ទងទៅម្ដាយតាមទូរស័ព្ទហើយសួរដោយភាពតានតឹងភ្លាមពេលបានទទួលការរាយការណ៍ពីលេខាវ័យចាស់នៅមុខបន្ទប់ពីព័ត៌មានដែលកំពុងល្បីល្បាញនៅថ្ងៃនេះហើយអ្នកដែលបង្ករឿងគ្មានអ្នកណាក្រៅពីម្ដាយមេចាត់ចែងរបស់គេលូឡាដាក់ម៉ាក់ទាំងព្រឹកអេដេនអ្នកម្ដាយនិយាយមួយទាំងដែលគេដឹងច្បាស់ថាអ្នកម្ដាយងើបពីសម្រានយូរហើយទើបទេទៅរកម៉ាក់ដឹងច្បាស់ថាបានធ្វើអីគេនិងម្ដាយមិនស្និទ្ធស្នាលគ្នារយៈពេលមួយជីវិតរបស់គេមនុស្សស្រីម្នាក់គ្រប់គ្រងនិងបញ្ជាគេរកម៉ាក់ធ្វើអ្វីសេស៊ីលីត្បូងសួរដោយសម្លេងសអាក្រក់ខណៈដែលលោកដៃយកពេងតែពេលរសៀលនិងមនុស្សស្រីណាក៏មិនដឹងគេនិយាយត្រង់អូគឺជាការប៉ັດនឹងណែមិនយូរទេពួកឯងនឹងភ្ជាប់ពាក្យជាមួយគ្នាម៉ាក់ឲ្យព័ត៌មានមិនត្រឹមត្រូវឬដែលឲ្យគេភ្ជាប់ពាក្យនិងរៀបការជាមួយអ្នកដែលឃើញថាស័ក្តិសមកាត់ឡើងច្រើនដងលើកចុងក្រោយគឺកាល5ឆ្នាំមុនដែលមើលទៅអ្នកម្ដាយដូចជាមិនរៀងចាលថាគេនឹងធ្វើយ៉ាងណាជាការបំបាក់មុខម្ដាយនឹងគូដឹងមិនបង្ដោយឲ្យបង្គាប់បញ្ជារឿងនេះបើជាមុនដែលគេជួបបណ្ណាគេមកជាទទួលយកបានប៉ុន្តែពេលបានជួបនាងហើយកំណត់របស់គេក៏មានការផ្លាស់ប្ដូរភ្លាមអេដេនដកដង្ហើមធំនឹងថាឲ្យម្ដាយខ្ញុំដឹងថាម៉ាក់ឲ្យមនុស្សរបស់ម៉ាក់តាមដានខ្ញុំរហូតពួកគេមិនរាយការណ៍ប្រាប់ម៉ាក់ទេឬថាខ្ញុំរៀបការរួចហើយគេនិយាយហាក់ដូចជារឿងធម្មតានឹងដឹងច្បាស់ថាម្ដាយមានចង្កូមមុតស្រួយប៉ុណ្ណាគ្មានរឿងអីពាន់ជីវិតរបស់ម្ដាយបានសូម្បីតែរឿងនេះដែលគេជឿជាក់ជាមួយនាងនោះឬអេដេនម៉ាក់មិនយល់ស្របនឹងមង្គលការរបស់ឯងទេដូច្នេះហើយទើបម៉ាក់ចាត់ទុកថាឯងមិនទាន់រៀបការបើណាជាមនុស្សម្នាក់ដែលវិសតែទទួលបានតំណែងជាកូនកំមុំរបស់គេនិងជាមនុស្សម្នាក់គត់ដែលម្ដាយស្អប់ខ្លាំងជាម្នាក់គត់ដែលម្ដាយហៅដោយសព្វនាមគ្រោះគ្រៀតអាសរុតែខ្ញុំនឹងនេះមានកូនជាមួយគ្នាហើយអ្នកកំឡោះតបតមិនព្រមចាញ់ម៉ាក់ប្រហែលមិនចិត្តអាក្រក់អូសេស៊ីលីមិនរងចាំឲ្យកូនប្រុសនិយាយចប់នាងនោះត្រឡប់មករកឯងហើយប្រាប់ថាកូននោះជាកូនរបស់ឯងឬអេដេនម៉ាក់មិនគិតថាឯងល្ងងបែបនេះអេដេនក្តៅកគុកក្នុងទ្រូងភ្លាមមុននេះគេធ្លាប់ជឿបែបនេះព្រោះផាសតាំងដែលបានមកអ្នកម្ដាយជាអ្នកផ្ញើឲ្យតាមដែលពាក្យលួងឡងខ្លាញ់ព្រោះពេលនោះគេក៏ល្ងងទៅជឿអ្វីដែរអ្នកម្ដាយប្រាប់វាជាការសោកស្ដាយរហូតមកដល់ពេលនេះបើការដែលខ្ញុំព្រមទទួលស្គាល់កូនខ្លួនឯងជាមនុស្សល្ងងអញ្ចឹងខ្ញុំសុខចិត្តធ្វើជាមនុស្សល្ងងអេដេននេះគឺលើកដំបូងដែលអ្នកម្ដាយទប់អារម្មណ៍មិនបានទៅធ្វើឲ្យអេដេនញញឹមពេញចិត្តមានន័យថាមនុស្សរបស់ម៉ាក់រីកាមិនអស់បានហើយសេស៊ីលីតបតដោយមិនព្រមចាញ់ឯងចង់បណ្ដោយខ្លួនឯងល្ងងដល់ណាទៀតអេដេនម៉ាក់ត្រូវជួយបើកភ្នែកឲ្យឯងប្រមាណដងទៀតទើបឯងជឿថាអ្វីដែលល្អសម្រាប់ឯងមិនមែនជានេះម៉ាក់កាយខៃអ្វីដែលម៉ាក់បង្កផងខ្ញុំត្រូវការធ្វើការបន្តហើយជម្រាបលាការមួយម៉ាក់ក្តាច់ក្រហាយមិនរំសាយថ្ងៃនេះមានកិច្ចការអីឬណែទើបមកទីនេះបើណាសួរមកសម្លាញ់ដែលមករកនាងដល់ផែនហៅដោយការងឿឆ្ងល់មុននេះណាថានប្រាប់នាងថាគេមិនទំនេររយៈធំព្រោះមានតរៈបន្ទាន់ធ្វើឲ្យគេមិនអាចទៅធ្វើការនៅមែនហាត់តនបានយូរដោយការមកម្យ៉ាងទៀតនាងក៏គ្មានហេតុអីបន្ទាន់ហើយនៅជំពេញខ្លួននាងនៅពេលនេះក៏ស្ងប់ស្ងាត់ប៉ុន្តែពោពេញតាក់ទងគ្នារហូតគ្រាន់តែនាងមិនព្រមតាក់ទងពីតើប៉ុណ្ណោះហើយឪពុកម្ដាយក៏គិតថាពួកគេឆ្លោះគ្នាទៅមិននិយាយទើបនាងមិនព្រមនិយាយជាមួយបងប្រុសនៅចំពោះមុខនាងដែលជារឿងដែលនាងអរគុណបំផុតដែលយ៉ាងណាក៏នាងនៅតែខឹងពីតើដដែលធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនហើយតាទើបបានជាមកស្ទាក់ចាំនាងណាថានិយាយព្រមទាំងដើរតាមនាងដើម្បីទៅកាន់ជាន់ទី50ដែលជាកន្លែងស្នាក់នៅរបស់ប៊ុនណាណាថានទើបតែមករកនាងនៅទីនេះលើកដំបូងដែលមុននេះពួកគេណាត់ជួបគ្នានៅផ្ទះប៉ាម៉ាក់របស់នាងមិនចាំបាច់មកស្ទាក់ចាំនាងសួរដោយការសង្ស័យពេលបណ្ដាលគ្នាចូលផែនហៅតែណាថានមិនឆ្លើយព្រោះរវល់តែត្រដាងដៃចាំទទួលអេរ៉ុនដែលរត់មករក